មួយមុខនេះពុកម៉ែបងប្អូនមើលឃើញតែរូបរាងគេឃើញទេអាចធ្វើជាគ្រឿងក្លែមក៏បានតិចញ៉ាំជុំមិត្តភ័ក្តិបងប្អូនក៏បាននិយាយរឿងក្នុងចិត្តក៏បានដែរពុកម៉ែបងប្អូនណាកំដរយើងបានអាចញ៉ាំជាមួយបាយក៏បានដែរតោះយើងចាប់ផ្ដើមធ្វើទៅបងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីវិធីធ្វើភ្លាសាច់គោជាមួយនឹងត្រប់ស្រួយពុកម៉ែបងប្អូនខ្ញុំជឿថាពុកម៉ែបងប្អូនខ្លះក៏ជាប្លែកថ្មីដោយសាររដងបងប្អូនធ្លាប់ញោមឬក៏ភ្លាជាមួយបន្លែផ្សេងតែសារនេះនាងខ្ញុំមកភ្លានឹងឬក៏ញោមមកជាមួយនឹងត្រប់នេះភ្លាជាមួយនឹងត្រប់នេះណាហើយបងប្អូនចង់ដឹងថាក្បួននាងខ្ញុំធ្វើបែបណាតោះបងប្អូនកុំភ្លេចចាំចូលមើលក្នុងអស់គ្នាផងណាដំបូងគេខ្ញុំហាន់សាច់ណាសាច់នេះគឺសាច់គោខ្ញុំហាន់សាច់ឲ្យវាតឹងហើយប្រទះធំគួរសមដែរហើយឲ្យវារាងស្ដើងតិចណាដើម្បីខ្ញុំយកសាច់គោរបស់ខ្ញុំហ្នឹងយកទៅប្រឡាក់ឲ្យវាចូលជាតិតិចមកដើម្បីយើងយកទៅឆាវាបន្តិចឲ្យវាឆ្អិនប្រហែលជា70%ទៅហើយសាច់គោបងប្អូនគួរជ្រើសរើសសាច់គោដែលយើងផុយណាដើម្បីឲ្យវាឆ្ងាញ់ញ៉ាំទៅវាឆ្ងាញ់មិនពិបាកញ៉ាំណាព្រោះយើងធ្វើភ្លាហើយសាច់គោនេះគឺខ្ញុំយកកន្លែងសាច់ផ្អែមទៅខ្ញុំដាក់ម្សៅស៊ុបមួយស្លាបព្រាកាហ្វេអំបិលមួយស្លាបព្រាកាហ្វេដែរមកហើយស្ករខ្ញុំដាក់កន្លះស្លាបព្រាបាយដាក់ប៉ុណ្្នឹងមកណាហើយខ្ញុំប្រឡាក់វាឲ្យវានេះសាច់ចូលជាតិបន្តិចណាយើងធ្វើបែបហ្នឹងទើបសាច់យើងមិនមានជាតិឆ្ងាញ់ណាអត់ក្រាក់គ្រឿងក្រៅអីសាំញ៉ាំទេក៏យើងចង់បានសាច់គោនេះឲ្យវាមានរសជាតិឆ្ងាញ់តោះយើងប្រឡាក់ប៉ុណ្្នឹងហើយរួចរាល់យើងផ្អាប់ទុក4-10នាទីសិននេះជាបន្លែដែលខ្ញុំយកទៅញ៉ាំរបស់ខ្ញុំណាឥឡូវខ្ញុំយកចានមកចាក់ទឹកដើម្បីដាក់អំបិលចូលត្រាំនេះទ្រាប់របស់យើងនេះដើម្បីកុំឲ្យវាខ្មៅខ្ញុំចាក់ទឹកនឹងហើយខ្ញុំថែមជាមួយនឹងអំបិលណាធ្វើបែបនេះទ្រាប់យើងបានសល្អអញ្ចឹងបន្លែទាំងអស់ហ្នឹងគឺខ្ញុំចិត្តទ្រាប់មុនគេបងប្អូនអាចយកទ្រាប់ប្រភេទដូចខ្ញុំក៏បានទ្រាប់ខៀវក៏បានទ្រាប់សក៏បានយកមកញ៉ាំហ្នឹងណាតែបងប្អូនកុំកាត់ស្ដើងពេកកាត់រៀងក្រាស់ៗបន្តិចមកទី1ទី2កាត់ភ្លាមទម្លាក់ចូលទឹកភ្លាមអត់អាចចាំថាអូកាត់ឲ្យហើយអស់ហើយបានដាក់ត្រាំអត់ទេណាអញ្ចឹងវាខ្មៅហើយខ្ញុំចាប់ផ្ដើមហាន់ការ៉ុតបងប្អូនហាន់ជាសរសៃស្មើឆ្មាទូចមកបងប្អូនអាចឈូសក៏បានប្រើកាបិត2ក៏បានឬមកក៏ហាន់ដូចខ្ញុំក៏ចឹងក៏បានដែរឲ្យតែសំខាន់ឲ្យវាទូចដើម្បីយើងលាយមួយទឹកត្រីទៅវាចាប់ជាតិមួយគ្នាបានល្អខ្ញុំដាក់មួយកណាត់ទៅមួយកណាត់មើមណាតបមកទៀតខ្ញុំប្រើម្ទេសផ្លោកនេះខ្ញុំប្រើ3ពណ៌បងប្អូនមានពណ៌អីប្រើពណ៌ហ្នឹងទៅមានតិចប្រើតិចមានច្រើនប្រើច្រើនអញ្ចឹងណាចាខ្ញុំប្រើប៉ុណ្ណេះមកមានពណ៌លឿងពណ៌ក្រហមហើយនិងពណ៌ខៀវខ្ញុំចិត្តវាយកគ្រាប់ចេញឲ្យស្អាតហើយស្គៀវាហើយលាងទឹកម្សៅទៀតក្រោយពីលាងទឹកហើយខ្ញុំយកមកហាន់ជាសរសៃឆ្មាស្ដើងប៉ុណ្ណេះណាតែមិនឆ្មាពេកណាល្មមដែរបងប្អូនឃើញទេឲ្យវារៀងទៅវែងតិចមកទៅពេលយើងញ៉ាំទៅឃើញស្អាតខ្ញុំដាក់ខ្ទះឡើងបើកភ្លើងទៅហើយខ្ញុំដាក់សាច់ឆានេះខ្ញុំអត់ប្រើខ្លាញ់ទេ
ដោយសារយើងត្រូវការឲ្យសាច់វាឆ្អិនហើយយើងយកមកភ្លាយើងអត់ត្រូវការខ្លាញ់ទេណាញ៉េយើងឆាត្រឡប់ឲ្យវាឆ្អិនប្រហែលបងប្អូនចូលចិត្តទៅប៉ុន្តែគាត់ថាបងប្អូនចូលចិត្តឆ្អិនប៉ុណ្ណាដាក់ប៉ុណ្ណឹងណាតែសម្រាប់ខ្ញុំគឺអត់ឲ្យឆ្អិនពេកទេហើយគាត់ប្រាប់ថាសាច់ឲ្យឆ្អិនពេកវាអត់ញ៉ាំអត់ឆ្ងាញ់សម្រាប់សាច់គោឆាត្រឡប់ប៉ុណ្ណឹងមកខ្ញុំប្រហែលជាឲ្យវាឆ្អិន 70% អីទៅ50វាស្រស់ពេកតែពេលយើងដាក់ចូលជាមួយនឹងទឹកជញ្ជូរក្រូចឆ្មាទឹកខ្មេះរបស់យើងវាឆ្អិនភាសាទៀតតែពេលយើងភ្លាបានហើយប៉ុណ្ណឹងយើងចាប់ដាំចាក់ដាក់ចានទៅណាតមកទៀតខ្ញុំចាប់ដើមលាយទឹកត្រីនេះខ្ញុំមានលាយស្រាប់ហើយគឺក្បួនធ្វើទឹកត្រីខ្ញុំបានធ្វើជូនបងប្អូនមើលហើយណានៅវីដេអូមុនអញ្ចឹងបងប្អូនអាចចូលមើលទៅរបៀបធ្វើទឹកត្រីកោះកុងហ្នឹងណាឥឡូវយើងក្បួនវាដាក់មួយស្មើអញ្ចឹងណាបន្ទាប់មកទឹកខ្មេះខ្ញុំដាក់តាកន្លះហេឧទាហរណ៍ថាស្ករ1ទឹកត្រី1ទឹកខ្មេះកន្លះឥឡូវយើងយកដួសមកដួសទឹកត្រីរបស់ខ្ញុំហ្នឹងហើយលាយជាមួយនឹងខ្ទឹមសណាខ្ញុំដាក់ប៉ុណ្្នឹងមកតមកទៀតនេះខ្ញុំដាក់សាច់គោរបស់ខ្ញុំដែលបានឆាមិញហ្នឹងណាយើងមកដាក់ចូលមកវានៅក្តៅណាសាច់គោខ្ញុំគឺ3ខាំហ្នឹងដាក់ទាំងអស់ទៅនេះបន្ទាប់មកនេះបងប្អូនឃើញទេខ្ញុំច្បល់ទឹកហ្នឹងឲ្យចូលគ្នាសព្វទៅនេះខ្ញុំច្បល់ឲ្យចូលជាតិណាបន្ទាប់មកខ្ញុំតម្លាក់បន្លែចូលដូចជាការ៉ុតអីចឹងដាក់ចូលមកប៉ុណ្្នឹងហើយបានញ៉ាំលឿនណាធ្វើលឿនណាពុកម៉ែបងប្អូនអត់មានសាំញ៉ាំបាក់អីបើសាច់ជ្រូកយើងញ៉ាំទៅយើងចំណាយពេលវេលាក្នុងការធ្វើហ្នឹងគឺយើងចំណាយពេលវេលាក្នុងការស្ងោរណាយើងដាក់បន្លែរបស់យើងចូលមកអស់សពចឹងមកហើយយើងច្បល់ចំណែកជីយើងដាក់ក្រួយគេកុំឲ្យវាជាំហើយបងប្អូនឃើញទេទ្រាប់របស់ខ្ញុំនឹងពណ៌ស្រស់ដោយសារយើងត្រាំទឹកអំបិលហ្នឹងឲ្យវាចេញជ័រអស់ណាហើយយើងលាងមួយទឹកទៅយើងហើយនេះឃើញទេបល់ឲ្យគ្នាចេះពណ៌អស់តោះហើយខ្ញុំញ៉ាំមួយមុខនេះគឺថារសជាតិក៏ឆ្ងាញ់ពណ៌រូបរាងសម្រស់របស់គេចៅរៀងមែនតែនឥឡូវនេះខ្ញុំដាក់ជីអង្កាមចូលទៅបងប្អូនចូលចិត្តជីអីដាក់ជីនឹងខ្ញុំមានជីអង្កាមហើយម្យ៉ាងទៀតខ្ញុំចូលចិត្តជីអង្កាមទៀតយើងដាក់មកយើងច្បល់វាតែបងប្អូនកុំច្បាច់ខ្លាំងវានឹងបាក់បន្លែបាក់អីខ្ទិះបន្លែវាអត់ឆ្ងាញ់ទេតែប៉ុណ្ណេះមកបងប្អូនរួចរាល់ហើយយើងចាប់ដើមដាក់ចានទៅបងប្អូនភ្លក់តាមការចូលចិត្តទៅណានេះយើងចាប់ដាក់ចានមកឥឡូវវីដេអូរបស់ខ្ញុំនឹងធ្វើភ្លារបស់ខ្ញុំនឹងបានរួចរាល់ហើយពុកម៉ែបងប្អូនឃើញក្បួនធ្វើរបស់នាងខ្ញុំហើយពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើតាមដែរឬទេឃើញទេទំនងទេពុកម៉ែបងប្អូនថាឆ្ងាញ់មែនតើពុកម៉ែបងប្អូនហើយមួយមុខនេះបានតិចក៏បានញ៉ាំមួយបាយក៏បានថានិយាយរួមទៅគ្រឿងក្លែមក៏បានតោះឥឡូវនាងខ្ញុំគោរពលាចាំជួបគ្នាវីដេអូថ្មីក្រោយៗទៀតណាបងប្អូនចូលចិត្តហឹរដាក់ហឹរទៅ